តែបងប្អូនធ្លាប់ស្រមៃទៅដល់អាវុធសង្គ្រាមដែលធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកដែរឬទេវត្ថុដែលផលិតឡើងទៅដោយគំនិតឆ្កួតលីលាដែលត្រូវអនុវត្តឡើងទៅដោយថាមពលមួយដ៏សម្បើមមួយនេះគឺជាអាវុធដែលធំជាងគេបំផុតដែលពិភពលោកធ្លាប់បានឃើញទំហំនេះគឺប៉ុនរថក្រោះមួយគ្រឿងនោះគឺជាមនុស្សម្នាក់ហើយមួយនេះវិញគឺជាទំហំគ្រាប់កាំភ្លើងនៃអាវុធមួយនោះពួកណាស៊ីបានដាក់ឈ្មោះឲ្យវាថា Heavy វាមិនមែនគ្រាន់តែជាអាវុធដែលធំតែប៉ុណ្ណោះទេវាមានដែកថែបរហូតដល់1350តោនបំពង់កាំភ្លើងជាង32ម៉ែត្រនិងចម្ងាយបាញ់រហូតដល់47គីឡូម៉ែត្រតើអ្នកអាចស្រមៃមើលបានទេថាតើវាត្រូវការកម្លាំងប៉ុណ្ណាដើម្បីបង្កើតនិងដំណើរការអាវុធបែបនេះវាត្រូវការកម្មករជាង 4000 នាក់ដើម្បីដំឡើងវានិងទាហាន 1500 នាក់ទៀតដើម្បីបញ្ជាការបាញ់ម្ដងសត្វចម្លែកដ៏ធំសម្បើមមួយនេះគឺជាអាវុធមួយដ៏ឆ្កួតលីលាដែលត្រូវបានបញ្ជាទិញដោយលោក Adolf Hitler ផ្ទាល់តែមុននឹងឈានទៅដល់រឿងរ៉ាវដែលមិនគួរឲ្យជឿនេះតើបងប្អូនជឿទេថាអាវុធដ៏ធំមហិមាបែបនេះត្រូវបានប្រើប្រាស់ពិតនៅក្នុងសមរភូមិដែរឬទេហើយលទ្ធផលវិញចេញទៅជាយ៉ាងណាដើម្បីទទួលបានចំណេះដឹងប្រវត្តិសាស្ត្រដ៏កម្រនិងរឿងរ៉ាវអាវុធបច្ចេកវិទ្យាយោធាដ៏រន្ធត់បែបនេះជារៀងរាល់ថ្ងៃសូមបងប្អូនកុំភ្លេចចុច follow page ជើងមេឃទាំងអស់គ្នាប៉ុន្តែអ្វីមិនដំណើរការទៅដូចជាគម្រោងដែលវង្វេងស្មារតីជាច្រើនរបស់គាត់នោះទេគម្រោងនេះត្រូវបានបង្កើតឡើងឲ្យមានជីវិតពិតប្រាកដគឺកាណុង Heavy Gas Stove ដែលត្រូវបានគេដាក់ពង្រីកនៅក្នុងសមរភូមិនារដូវផ្ការីកឆ្នាំ1937 Adolf Hitler កំពុងតែមមាញឹកនៅក្នុងការត្រៀមធ្វើសង្គ្រាមប៉ុន្តែរឿងរ៉ាវដែលធ្វើឲ្យគាត់គេងមិនលក់នោះគឺខ្សែបន្ទាត់ Maginot តាមព្រំដែនបារាំងអាល្លឺម៉ង់ដែលជាជញ្ជាំងបន្ទាយបេតុងដ៏ធំមាំមួននិងបំពាក់ទៅដោយអាវុធធ្ងន់ៗដើម្បីទម្លុះខ្សែបន្ទាត់ការពារដ៏រឹងមាំមួយនេះគាត់ត្រូវការរបស់ថ្មីរបស់ធំដូច្នេះហើយគាត់បានបញ្ជាទៅរោងចក្រដែកថែប Kraft ដែលជារោងចក្រអាវុធនៃអាណាចក្រអាល្លឺម៉ង់ឲ្យគេសាងសង់កាណុងដែលធំបំផុតដែលពិភពលោកមិនធ្លាប់បានឃើញតើអ៊ីតាលីអាចផលិតអាវុធនេះទាន់ពេលសម្រាប់សង្គ្រាមរបស់គាត់ដែរឬទេហ៊ីតលឺចង់ឲ្យរួចរាល់ត្រឹមឆ្នាំ1940គម្រោងនេះគឺជាការសម្ងាត់បំផុតហើយមិនត្រូវឲ្យផែនការនេះធ្លាក់នៅក្នុងដៃរបស់សត្រូវឡើយឯកសារផ្ទៃក្នុងហៅកាណុងនេះថាជាឧបករណ៍ Gustav ការជ្រើសរើសឈ្មោះដ៏គួរឲ្យស្រឡាញ់សម្រាប់កំភ្លើងធំគឺជាប្រពៃណីដ៏យូរលង់ណាស់មកហើយរបស់អាល្លឺម៉ង់ដូចជាកំភ្លើងត្បាល់គេដាក់ឈ្មោះវាថា Karl ឬក៏ Big Bertha រដូវផ្ការីកឆ្នាំ1940 Hitler អន្ទះសារចង់ជាទីបំផុតក្នុងការលុកលុយប្រទេសបារាំងដោយសារតែមានអាវុធទំនើបរបស់គាត់នាំមុខប៉ុន្តែនៅពេលនោះ Heavy Gas Stove មិនទាន់រួចរាល់នៅឡើយនោះទេហើយ Hitler ខឹងខ្លាំងមែនទែននៅទីបំផុតពួកណាស៊ីក៏បានសម្រេចចិត្តឆ្លងកាត់ខ្សែបន្ទាត់ Maginot ទាំងស្រុងដោយការលុកលុយបារាំងតាមរយៈតំបន់ព្រៃឈើក្រាស់ Ardennes នៅក្នុងប្រទេស Belgique វិញមួយឆ្នាំក្រោយមកកាណុងក៏រួចរាល់វាគឺជាកាំភ្លើងផ្លូវដែកដែលធ្វើដំណើរតាមបណ្ដោយផ្លូវដែកស្របគ្នាពីរជួរវាមានទម្ងន់រហូតដល់1350តោនហើយរំកិលនៅលើអ័ក40និងកង់80វាលាតសន្ធឹងជិត50ម៉ែត្រហើយមានកម្ពស់ដូចជាអគារ4ជាន់ទំហំបំពង់កាំភ្លើង Caliber មានអង្កត់ផ្ចិត80សង់ទីម៉ែត្រហើយគ្រាប់កាំភ្លើងនីមួយៗមានទម្ងន់រហូតដល់7តោននេះគឺជាគ្រាប់មួយនៅក្នុងចំណោមនោះវាគឺជាគ្រាប់ទម្លុះរថក្រោះដែលអាចបំបែកបេតុងរឹងក្រាស់រហូតដល់6ម៉ែត្រការធ្វើតេស្តត្រូវបានគេធ្វើឡើងដើម្បីស៊ើបអង្កេតថាមពលបំផ្លិចបំផ្លាញដែលមិនធ្លាប់មានរបស់វាការបាញ់នីមួយៗបានបន្សល់ទុករណ្ដៅដែលមានជម្រៅរហូតដល់32ម៉ែត្រហើយគ្រាន់តែជាការកំទេចជញ្ជាំងបេតុងដ៏ធំប៉ុន្តែមកដល់ពេលដែលកាណុងរួចរាល់បារាំងបានដួលរលំរួចបាត់ទៅហើយជាសំណាងល្អយ៉ាងហោចណាស់សម្រាប់ហ៊ីតលឺនៅមានសមរភូមិមុខផ្សេងទៀតយើងតមកឆ្នាំ1942ពួកណាស៊ីបានដណ្ដើមយកតំបន់ធំនៃសហភាពសូវៀតដែលជាផ្នែកមួយនៃប្រតិបត្តិការ Barbarossa ប៉ុន្តែកងកម្លាំងសហភាពសូវៀតនៅតែកាន់កាប់យ៉ាងស្វិតស្វាញនៅកន្លែងមួយដែលជាក់លាក់នៅក្នុងទីក្រុង Sevastopol ដែលគេស្គាល់ថាជាបន្ទាយមួយដ៏រឹងមាំបំផុតនៅក្នុងពិភពលោកទីក្រុងនេះត្រូវបានការពារដោយទាហានរុស្ស៊ីជាង 100000 នាក់ដែលការពារពីក្រោយជញ្ជាំងបេតុងជាង5ម៉ែត្រឬលាក់ខ្លួននៅក្នុងលេនដ្ឋានដែលកប់30ម៉ែត្រនៅក្រោមដីហ៊ីតលឺក៏ត្រូវការជ័យជំនះតែដូចជារៀងអស់សង្ឃឹមបន្តិចហើយ Heavy Gas Stove នោះហើយដែលជាគន្លឹះដើម្បីទម្លុះកូនសោមួយនោះប៉ុន្តែការយកកាណុងដ៏ធំសម្បើមនេះទៅកាន់សមរភូមិមិនមែនជាកិច្ចការងាយស្រួលនោះទេGas Stoveត្រូវតែរុះរើផ្ទុកនៅលើរថភ្លើងជាង5ផ្សេងគ្នាដែលផ្ទុករទេះ100គ្រឿងហើយអូសកាត់ប្រទេសប៉ូឡូញនៅពេលដែលវាទៅដល់ជួរមុខបញ្ហាបន្ទាប់នោះគឺការស្វែងរកកន្លែងមួយដ៏ល្អឥតខ្ចោះដើម្បីដំឡើងវាយន្តហោះឆ្លប់យកការត្រូវបានគេបញ្ជូនទៅស្វែងរកទីតាំងបាញ់ដ៏ល្អបំផុតវាត្រូវតែឆ្ងាយល្មមពីកាំភ្លើងធំរបស់សត្រូវ
ដើម្បីនៅក្រៅរយៈចម្ងាយទីបំផុតពួកគេក៏បានសម្រេចចិត្តនៅលើទីតាំងមួយចម្ងាយប្រហែលជា25គីឡូម៉ែត្រពី Sevastopol តែការដំឡើងការស្តៅមិនមែនជាការងារបែបលំទេទាហានត្រូវតែដាក់ផ្លូវដែក 1200 ម៉ែត្រហើយមានបញ្ហាប្រឈមពិសេសមួយគេហៅថាខ្សែកង់បាញ់ឬក៏យើងហៅជាភាសាអង់គ្លេសថា firing curve បំពង់កាំភ្លើងខ្លួនឯងមិនអាចបង្វិលដើម្បីបាញ់វាប្រហារគោលដៅថ្មីបាននោះទេក្បាលរថភ្លើងម៉ាស៊ូតដ៏ធំចំនួន2ត្រូវតែផ្លាស់ប្ដូរអាវុធទាំងមូលដោយការប្រុងប្រយ័ត្នតាមបណ្ដោយផ្លូវដែកដើម្បីកែសម្រួលគោលដៅរបស់វាភាពស្ងប់ស្ងាត់ក៏សំខាន់ផងដែរទាហានអាល្លឺម៉ង់ត្រូវតែសាងសង់ភ្នំសុបនិមិត្តនិងលេនដ្ឋានដើម្បីបិទបាំងអាវុធនិងលាក់វាពីសត្រូវប៉ុន្តែ Heavy Gas ស្តៅក៏ត្រូវតែមិនឲ្យសត្រូវមើលមិនឃើញពីលើមេឃផងដែរនោះហើយគឺជាមូលហេតុដែលពួកណាស៊ីបាននាំយកអង្គភាពពិសេសជាង500នាក់ដែលហៅថាកងទ័ពផ្សែង The Smoke Troop បើចាំបាច់ពួកគេអាចបិទបាំងតំបន់ទាំងមូលដោយពពកផ្សែងក្រាស់ដើម្បីលាក់អាវុធពីយន្តហោះរបស់សត្រូវតែសរុបមកប្រតិបត្តិការមួយនេះត្រូវការមនុស្សជាង 5000 នាក់ដើម្បីដាក់ផ្លូវដែកដំឡើងកាណុងថែទាំយាមកាមបិទបាំងបង្កើតផ្សែងនិងទីបំផុតក៏បាញ់កាំភ្លើងនេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សម្បើមសម្រាប់អាវុធតែមួយដើមមិនគួរឲ្យភ្ញាក់ផ្អើលទេការឃោសនារបស់ណាស៊ីលើកសរសើរកាណុងនេះថាជាស្នាដៃដ៏អស្ចារ្យនៃវិស្វកម្មយោធាហើយបន្ទាប់ពីការដំឡើងអស់រយៈពេល3ថ្ងៃ Heavy Gas ស្តៅក៏រួចរាល់សម្រាប់ការបាញ់នេះគឺជាបន្ទាយ Fort Stalin អស់រយៈពេលជាច្រើនថ្ងៃទាហានសូវៀតគេបានស៊ូទ្រាំនឹងការបាញ់ផ្លោងដែលមិនឈប់បញ្ឈរប៉ុន្តែពួកគេក៏នៅតែរឹងមាំជ្រកពីក្រោយជញ្ជាំងបេតុងធំនៅម៉ោង 4:30 នាទីល្ងាចពួកគេក៏បានឮសំឡេងផ្ទុះយ៉ាងខ្លាំងចង់រហែកមេឃតាមខ្យល់ពីចម្ងាយទាហានសូវៀតមិនទាន់ដឹងទេក៏ប៉ុន្តែពេលនេះពួកគេដឹងពីគោលដៅរបស់កាណុងដែលធំមួយនោះគ្រាប់ទម្លុះដែកជាង7តោនឥឡូវនេះកំពុងតែហោះសម្ដៅទៅរកពួកគេយ៉ាងងាយស្រួលអាចបំបែកតាមរយៈការការពារទាំងអស់របស់ពួកគេសម្បីតែជញ្ជាំងបេតុងមេកាដ៏គួរឲ្យខ្លាចបានខ្លាចទៅជាសត្វចម្លែកដ៏ធំសម្បើមនិងគ្មានប្រយោជន៍ទៅវិញពីមុនវាត្រូវបានគេដាក់ពង្រាយលើកដំបូងក៏មានការសង្ស័យរួចទៅហើយអំពីភាពត្រឹមត្រូវនៃកាណុងនេះបំពង់កាំភ្លើងបានខូចខាតយ៉ាងឆាប់រហ័សគួរឲ្យអស់សំណើចវាបានខ្លាចទៅជាគ្មានប្រយោជន៍ទាំងស្រុងបន្ទាប់ពីការបាញ់តែប៉ុន្មានគ្រាប់នៅទីបំផុតទីក្រុង Sevastopol ក៏បានដួលរលំប៉ុន្តែកាណុងមេការបស់ Hitler មិនមានជាប់ពាក់ព័ន្ធឡើយបើគ្មាននរណាម្នាក់ហ៊ានប្រាប់គាត់ឬគាត់បានបដិសេធមិនព្រមទទួលយកការពិតដ៏ជូរចត់យើងមិនបានដឹងនោះទេទោះបីជាមហន្តរាយយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចទាំងស្រុងក៏ដោយក៏ Heavy Gas ស្តៅនៅតែបម្រើគោលបំណងរបស់ខ្លួនថាជាឧបករណ៍ឃោសនាមួយដ៏អស្ចារ្យសម្រាប់ទស្សនវិស័យរបស់លោក Hitler ផងដែរអំពីគ្រឿងយន្តអាល្លឺម៉ង់ដែលមិនអាចបញ្ឈប់បានបន្ទាប់ពីសមរភូមិលើកដំបូងនិងតែមួយគត់របស់វាកាំភ្លើងផ្លូវដែកត្រូវបានត្រឡប់ទៅផ្ទះវិញការបាញ់ចុងក្រោយមួយចំនួនត្រូវបានធ្វើឡើងក្នុងអំឡុងពេលបង្ហាញមួយហើយ Hitler ផ្ទាល់ក៏នៅទីនោះដើម្បីឃើញពីស្នាដៃរបស់គាត់កំពុងតែដំណើរការនៅពេលដែលពួកណាស៊ីចាញ់សង្គ្រាមគាត់បានបញ្ជាផ្ទាល់ឲ្យកាណុងនេះត្រូវបានបំផ្លាញដើម្បីកុំឲ្យអាវុធអភូតហេតុនេះធ្លាក់ចូលទៅក្នុងដៃរបស់សត្រូវដែលប្រហែលជាការខ្ជះខ្ជាយពេលវេលាទាំងស្រុងតើបងប្អូនគិតយ៉ាងណាវិញបើសិនជាអាវុធទាំងអស់នោះត្រូវបាញ់ចំគោលដៅគ្រប់គ្រាប់ទាំងអស់តើបងប្អូនគិតថាអាវុធនេះគឺជាអាវុធកំណាចកាចដល់កឬមួយក៏ជាអាវុធដែលអត់ប្រយោជន៍អត់បានការសូមជួយបញ្ចេញមតិរបស់បងប្អូននៅក្នុង comment ទាំងអស់គ្នាសូមអរគុណសូមជម្រាបលាអរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃសម្រាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់សូមបងប្អូនកុំចិត្តអាក្រក់មេត្តាជួយចុច subscribe ខ្ញុំមួយផងណាអរគុណបាយបាយ